ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកយន្តហោះគ្មានមនុស្សបើករំខានអាកាសយានដ្ឋានដាណឺម៉ាកម្ដងទៀតខណៈរុស្ស៊ីបដិសេធការជាប់ពាក់ព័ន្ធប្រភព200តថ្ងៃទី25ខែកញ្ញាឆ្នាំ2025ប្រទេសដាណឺម៉ាកបាននិយាយកាលពីថ្ងៃប្រហ័សថាការលុកលុយរបស់យន្តហោះគ្មានមនុស្សបើកពេញមួយយប់ដែលបានបិទអាកាសយានដ្ឋានចំនួន2ក្នុងរយៈពេលខ្លីនិងបានប៉ះពាល់ដល់ទីតាំងយោធាវាគឺជាការវាយប្រហារចម្រុះក្នុងគោលបំណងដើម្បីបង្កើនការភ័យខ្លាចទោះបីជាអាជ្ញាធរមិនអាចកំណត់អត្តសញ្ញាណជនល្មើសក៏ដោយឧបទ្ទវហេតុនេះជាឧបទ្ទវហេតុលើកទី2ក្នុងរយៈពេល2ថ្ងៃនៅក្នុងប្រទេសដាណឺម៉ាកតែម្នាក់ឯងវាគឺជាផ្នែកមួយនៃអ្វីដែលមន្ត្រីអឺរ៉ុបមួយចំនួនមើលឃើញថាជាគំរូនៃការរំខានរបស់រុស្ស៊ីដែលបានលាតត្រដាងភាពងាយរងគ្រោះនៃដែនអាកាសអឺរ៉ុបនៅពេលមានភាពតានតឹងខ្លាំងរវាងទីក្រុងមូស្គូនិងអង្គការ NATO ប្រទេសប៉ូឡូញបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករុស្ស៊ីដែលសង្ស័យនៅក្នុងដែនអាកាសរបស់ខ្លួនកាលពីថ្ងៃទី10ខែកញ្ញាអាជ្ញាធរដាណឺម៉ាកបាននិយាយកាលពីថ្ងៃប្រហ័សថាដាណឺម៉ាកបានសម្រេចចិត្តមិនទម្លាក់យន្តហោះគ្មានមនុស្សបើកណាមួយនៅក្នុងដែនអាកាសរបស់ពួកគេទេដោយហេតុផលសុវត្ថិភាពទោះបីជាមានការរំខានដល់ចរាចរណ៍ផ្លូវអាកាសក៏ដោយស្ថានទូតរុស្ស៊ីនៅទីក្រុងកូផេនហាកបានច្រានចោលនៅទ្រឹស្ដីនោះថាមិនសមហេតុសមផលអំពីការចូលរួមរបស់ទីក្រុងម៉ូស្គូក្នុងការលុកលុយលើដាណឺម៉ាកនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen បាននិយាយថាលោកស្រីបាននិយាយកាលពីថ្ងៃប្រហ័សជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte អំពីឧបទ្ទហេតុយន្តហោះគ្មានមនុស្សបើកហើយថាពួកគេបានយល់ព្រមធ្វើការរួមគ្នាដើម្បីធានាសន្តិសុខប៉ូលីសបាននិយាយថាការលុកលុយបានបង្ខំអាកាសយានដ្ឋាន Alberg ដែលប្រើសម្រាប់ជើងហោះហើរពាណិជ្ជកម្មនិងយោធាត្រូវបិទរយៈពេល3ម៉ោងខណៈដែលអាកាសយានដ្ឋាន Billund ដែលជាអាកាសយានដ្ឋានធំទី2របស់ដាណឺម៉ាកត្រូវបានបិទរយៈពេល1ម៉ោងអាកាសយានដ្ឋានទាំងពីរបានបើកឡើងវិញនៅព្រឹកថ្ងៃប្រហ័សប៉ូលីសបានបញ្ជាក់ថាយន្តហោះគ្មានមនុស្សបើកក៏ត្រូវបានគេឃើញនៅជិតអាកាសយានដ្ឋាន Esbjerg និង Sanderburg ក៏ដូចជាមូលដ្ឋានអាកាស Skrydstrup ដែលជាផ្ទះរបស់យន្តហោះចម្បាំង F-15 និង F-35 របស់ប្រទេសដាណឺម៉ាកនិងនៅលើទីតាំងយោធានៅ Holstebro ដែលពួកវាទាំងអស់មានទីតាំងនៅតំបន់ចាត់ឡែនភាគខាងលិចលោក Peter Viggo Jacobsen សាស្ត្រាចារ្យរងនៅមហាវិទ្យាល័យ Royal Danish Defence College បានប្រាប់រយតថាការនេះបង្ហាញយ៉ាងហោចណាស់ថាយើងមិនមានសមត្ថភាពនាពេលបច្ចុប្បន្នក្នុងការទប់ស្កាត់ការឈ្លានពានរបស់យន្តហោះគ្មានមនុស្សបើកនៅលើអាកាសយានដ្ឋានរបស់យើងនោះទេនេះជាប្រហោងមួយក្នុងការត្រៀមខ្លួនរបស់យើងការលុកលុយទាំងនោះបានកើតឡើងបន្ទាប់ពីប្រទេសដាណឺម៉ាកនៅឆ្នាំនេះបានបង្កើនថវិកាយោធារបស់ខ្លួនដើម្បីដោះស្រាយបញ្ហាខ្វះខាតធ្ងន់ធ្ងរដែលមានកាលពីសប្តាហ៍មុនដាណឺម៉ាកបានប្រកាសពីផែនការទិញអាវុធជាក់លាក់រយៈចម្ងាយឆ្ងាយខណៈពេលដែលការសម្រេចចិត្តរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងការផលិតឥន្ធនៈសម្រាប់មីស៊ីលរបស់អ៊ុយក្រែននៅជិតមូលដ្ឋានអាកាស Skrydstrup ដែលបានបង្កឲ្យមានការរិះគន់ពីប្រទេសរុស្ស៊ីរដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាកលោកត្រូអែលឡុនប៉ូសិននិងរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពលោក Peter Hammerkart បានចូលរួមសន្និសីទសារព័ត៌មាននៅក្រសួងការពារជាតិនៅទីក្រុងកូផេនហាកប្រទេសដាណឺម៉ាកថ្ងៃទី25ខែកញ្ញាឆ្នាំ2025រដ្ឋមន្ត្រីក្រសួងការពារជាតិនិងរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពបានផ្ដល់ព័ត៌មានទាន់ហេតុការណ៍អំពីសកម្មភាពយន្តហោះគ្មានមនុស្សបើកនាពេលថ្មីៗនេះប៉ូលីសបាននិយាយថាឧបទ្ទហេតុយន្តហោះគ្មានមនុស្សបើកថ្មីនេះមានលក្ខណៈប្រហាក់ប្រហែលនឹងករណីដ្រូនដែលបានធ្វើឲ្យជើងហោះហើរត្រូវផ្អាកនៅអាកាសយានដ្ឋានកូផេនហាកក្នុងអំឡុងពេលយប់រហូតដល់ថ្ងៃអង្គាររដ្ឋមន្ត្រីការពារជាតិត្រូអែលឡុនប៉ូសិនបានប្រាប់សន្និសីទសារព័ត៌មានថាវាមើលទៅមិនមែនចៃដន្យនោះទេវាមើលទៅមានលក្ខណៈជាប្រព័ន្ធនេះជាអ្វីដែលខ្ញុំនឹងកំណត់ថាជាការវាយប្រហារកូនកាត់ប្រមុខកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសដាណឺម៉ាកលោក Michael Haikartបានទទួលស្គាល់ភាពទន់ខ្សោយនៃសមត្ថភាពរបស់ប្រទេសក្នុងការទប់ទល់នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដោយនិយាយថា
យើងមានសមត្ថភាពទូលំទូលាយនៅក្នុងកងកម្លាំងប្រដាប់អាវុធប៉ុន្តែយើងចង់មានច្រើនថែមទៀតសមាជិកសភាគណៈបកប្រឆាំងដាណឺម៉ាកលោកពេត្រាស្ទីតនៃសម្ព័ន្ធក្រហមបៃតងបានរិះគន់ការដោះស្រាយរបស់រដ្ឋាភិបាលចំពោះឧបទ្ទហេតុដោយនិយាយនៅលើ X ថាប្រាក់រាប់ពាន់លានកំពុងត្រូវបានបែងចែកសម្រាប់ការការពារប៉ុន្តែมันមានការគ្រប់គ្រងលើអ្វីដែលជាមូលដ្ឋានបំផុតដូចជាការការពារហេដ្ឋារចនាសម្ព័ន្ធដែលងាយរងគ្រោះរបស់យើងផ្ទាល់នោះទេផែនទីនៃប្រទេសដាណឺម៉ាកបង្ហាញកន្លែងដែលយន្តហោះគ្មានមនុស្សបើកត្រូវបានគេប្រទះឃើញនៅជិតអាកាសយានដ្ឋាននិងមូលដ្ឋានយោធានៅអាល្បឺក កូផេនហាក អេសព្យឺ សានដឺរបឺក ស្ក្រេតស្ត្រាប់ ប៊ីឡាននិងហូស្តេប្រូខណៈដែលការព្រួយបារម្ភកើនឡើងលើភាពងាយរងគ្រោះនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ Altså, vi ønsker ikke hverken en konflikt eller en krig med Rusland. Det har ingen i Europa et ønske om. Der er kun én aggressiv part, og det er Rusland. Men hvis ikke vi tør forsvare os selv, og man kan ikke forsvare sig kun... នាយករដ្ឋមន្ត្រី Frederiksen បានហៅឧបទ្ទហេតុនៅទីក្រុងកូផេនហាកថាជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសដាណឺម៉ាកហើយបានភ្ជាប់វាទៅនឹងសកម្មភាពដ្រូនរបស់រុស្ស៊ីដែលគេសង្ស័យនៅទូទាំងទ្វីបអឺរ៉ុបទោះបីជាមិនមានភស្តុតាងណាមួយត្រូវបានផ្ដល់ឲ្យក៏ដោយអាជ្ញាធរក្នុងប្រទេសន័រវេសក៏បានបិទដែនអាកាសនៅអាកាសយានដ្ឋានអូស្ឡូរយៈពេល3ម៉ោងកាលពីល្ងាចថ្ងៃច័ន្ទបន្ទាប់ពីមានសេចក្តីរាយការណ៍ថាមានយន្តហោះគ្មានមនុស្សបើកហោះហើរក្នុងតំបន់នោះអ្នកវិភាគជនជាតិដាណឺម៉ាកចាក់កុបសេនក៏បានចង្អុលទៅកាន់ទីក្រុងម៉ូស្គូផងដែរលោកបាននិយាយថាប្រសិនបើជាពួកគេហើយខ្ញុំគិតថាពិតជាពួកគេមែនគឺកំពុងធ្វើនៅអ្វីដែលពួកគេពូកែធ្វើអស់រយៈពេលជាយូរមកហើយពួកគេកំពុងទៅដល់កម្រិតកំពូលដែលអាចបង្កឲ្យមានការឆ្លើយតបជាយោធាពីអង្គការ NATO ប៉ុន្តែมันបានឆ្លងផុតកម្រិតនោះទេរដ្ឋមន្ត្រីប៉ូសិនបានសង្កត់ធ្ងន់កាលពីថ្ងៃប្រហ័សថាមិនមានភស្តុតាងណាមួយដែលភ្ជាប់សកម្មភាពដ្រូននាពេលថ្មីៗនេះទៅនឹងប្រទេសរុស្ស៊ីនោះទេលោកក៏បាននិយាយផងដែរថាប្រទេសដាណឺម៉ាកមិនទាន់សម្រេចចិត្តថាតើត្រូវធ្វើតាមគំរូរបស់ប្រទេសប៉ូឡូញនៅខែនេះនិងអំពាវនាវដល់មាត្រាទី4របស់អង្គការ NATO ដែលអនុញ្ញាតឲ្យសមាជិកអាចស្នើសុំការពិគ្រោះយោបល់លើបញ្ហាសន្តិសុខណាមួយការលុកលុយរបស់យន្តហោះគ្មានមនុស្សបើកបានកើតឡើងនៅពេលដែលប្រទេសដាណឺម៉ាកដែលជាអ្នកកាន់តំណែងជាប្រធានបដូវវេនរបស់សហភាពអឺរ៉ុបបច្ចុប្បន្នរៀបចំធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងកូផេនហាកនៅសប្តាហ៍ក្រោយ